សួស្តីគ្នាយើងស្វាគមន៍មកការរៀនកលាប៉ៃលិន version BL ទាំងអស់គ្នានេះគឺជាភាគទី1សេរីរបស់យើងចាប់ផ្ដើមឡើងដែលមានក្មេងប្រុសម្នាក់រត់យ៉ាងត្រេះត្រហប់តែពេលនេះគឺមកពីទៅ3យប់ទៅហើយគាត់វិញគឺប្រាំងរត់ខ្លាំងមែនតើទៅកាន់ផ្ទះរបស់លោកគ្រូប៉ែម្នាក់ដែលគាត់មានឈ្មោះថាខុនរតនវិបុលតែគ្រប់គ្នាហៅឈ្មោះក្រៅគាត់ថាលោកគ្រូប៉ែស្អាតព្រោះរូបរាងរបស់គាត់គឺពិតជាសង្ហាខ្លាំងណាស់បន្ទាប់ពីរត់ទៅដល់ផ្ទះរបស់លោកគ្រូប៉ែហើយគាត់ស្រីរបស់យើងដែលមានឈ្មោះថាចៅចិត្តនេះក៏បានគូទ្វារខ្លាំងមែនតើដែលធ្វើឲ្យអ្នកនៅក្នុងផ្ទះនោះគឺគាត់ភ្ញាក់ឡើងតែមុំម៉ៅតែម្ដងចំណែកកូនប្រុសរបស់យើងវិញគាត់ភ្ញាក់មកភ្លាមគឺគាត់មុំម៉ៅថាគាត់ខឹងយកហ្មងពួកពេលនេះគឺម៉ោង2 ទៅ 3យប់ហើយប៉ុន្តែបែរជាមានមនុស្សមកគូទ្វារគាត់ខ្លាំងបែបហ្នឹងមុនដំបូងគាត់គិតថាគេកំពុងតែលេងសើចជាមួយគាត់ទេតែពេលដែលគាត់ដើរមកបើកទ្វារឲ្យកូនស្រីរបស់យើងគឺថាភ្ញាក់ខ្លាំងហ្មងគឺភ្ញាក់នឹងសម្រាប់អូននឹងឯងពួកកូនស្រីរបស់យើងក៏ពិតជាស្អាតខ្លាំងណាស់ដល់ពេលដែលលោកគ្រូប៉ែរបស់យើងចេញមកបើកទ្វារនោះក៏ធ្វើឲ្យកូនស្រីរបស់យើងនឹងភ្ញាក់ផងដែរព្រោះពេលដែលគាត់បើកទ្វារហ្នឹងគឺគាត់មានមាត់អីទេគាត់ដើរមកដល់ភ្លើងគឺទាញទ្វារមួយតផឹងតែម្ដងបន្ទាប់ពីផ្លឹកមើលសម្រាប់អូនមួយផ្លែលោកគ្រូប៉ែរបស់យើងក៏បានពោលឡើងថាក្មេងតើឯងមករកយើងមានការអីហើយកូនស្រីរបស់យើងក៏បានតទៅលោកគ្រូប៉ែវិញថាលោកគ្រូប៉ែជួយទៅមើលអាការៈរបស់ពុកខ្ញុំផងព្រោះពេលនេះគាត់កាន់តែធ្ងន់ធ្ងរឡើងហើយខ្ញុំមិនដឹងធ្វើម៉េចទេគាត់តែកូនស្រីរបស់យើងនិយាយចាប់ភ្លាមគឺចាប់ទីដៃលោកគ្រូប៉ែទៅតែម្ដងព្រះគ្រូប៉ែរបស់យើងក៏បានទៅវិញថាអេឯងចោលអស់យកទៅណាប្រាប់ឆ្នាំប៉ែរបស់យើងនៅខាងក្នុងយកអត់បានយើចាំយកមកផ្លែសិនណាបន្ទាប់ពីបានរៀបចំខ្លួនរួចរាល់នឹងយកប្រាប់តាមប៉ែរួចហើយលោកគ្រូប៉ែរបស់យើងក៏បានដើរតាមចាស់ចិត្តហ្នឹងលឿនខ្លាំងមែនតើព្រោះកូនស្រីរបស់យើងពេលនេះគឺដាក់ដេករត់ហើយបើគាត់ដាក់លឿននេះគឺគាត់ដាក់អត់តាន់ទេបែរទៅដល់ផ្ទះរបស់កូនស្រីរបស់យើងលោកគ្រូប៉ែក៏បានរៀបចំប្រាប់ដែរនឹងរៀបចំប្រេងជំងឺឲ្យលោកអ៊ំចាំដល់ត្រូវជាឪពុករបស់ចាស់ចិត្តយើងនឹងឯងបន្ទាប់ពីពិនិត្យជំងឺរួចរាល់ចាស់ចិត្តរបស់យើងក៏បានសួរទៅកាន់លោកគ្រូប៉ែថាលោកគ្រូប៉ែតើឪពុករបស់ខ្ញុំយ៉ាងម៉េចហើយចាស់ចិត្តយើងណាសួរបដាឲ្យលោកគ្រូប៉ែរបស់យើងកំពុងរៀបចំដាក់សេរ៉ូមឲ្យទៅកាន់លោកអ៊ំលោកគ្រូប៉ែរបស់យើងអត់ចង់និយាយច្រើនមួយកូនស្រីយើងទេព្រោះពេលហ្នឹងគឺគាត់កំពុងតែរវល់នឹងឯងចំណែកកូនស្រីរបស់យើងវិញក៏បានគិតក្នុងចិត្តថាអូហេតុតែគេជាប៉ែតណាឯងសួរនំតិចទៅមិនបានប៉ែតអីចរិតយ៉ាប់ម៉េចបន្ទាប់ពីលោកគ្រូប៉ែរបស់យើងរួចដែរលោកគ្រូប៉ែរបស់យើងក៏បានទីងដៃចាស់ចិត្តទៅខាងក្រៅហើយនិយាយគ្នាតែពីរនាក់នៅក្រោមពលិព្រះច័ន្ទកូនស្រីរបស់យើងពេលគេចាប់ដោះដៃអញ្ចឹងគាត់មិនអីដែរប៉ុន្តែនៅក្នុងចិត្តនៅក៏រៀងគុំលោកគ្រូប៉ែដែរព្រោះមុននេះខ្លួនសួរអាការៈរបស់ឪពុកខ្លួនក៏មានមាត់ដែរបន្ទាប់ពីមួយឈប់នៅក្បែរដើមដងលោកគ្រូប៉ែរបស់យើងក៏បានពោលឡើងថាពេលនេះអាការៈរបស់ឪពុកឯងបានធ្វើស្បើយច្រើនហើយជំងឺរបស់គាត់រ៉ាឡើងនឹងដោយសារតែឥឡូវគឺជាខែធ្លាក់ខ្យល់អញ្ចឹងហើយវាមិនតិចនឹងឯងលើក្រៅគួរតែមើលថែគាត់បានដិតដល់ហើយកុំភ្លេចយកទឹកទៅលាងចូលឲ្យគាត់ផងត្រូវចាំឲ្យច្បាស់ថាយកទឹកក្តៅហើយកុំភ្លេចពេលព្រឹកត្រូវតែយកទឹកក្តៅឲ្យគាត់ហូបនៅពេលព្រឹកផងឯងធ្វើជាកូនរបស់គាត់ត្រូវតែដឹងទូនាទីទាំងនេះណារីឯកូនស្រីរបស់យើងក៏បានទៅវិញថាខ្ញុំដឹងហើយរឿងទាំងអស់នេះខ្ញុំដឹងហើយលោកមិនបាននិយាយច្រើនទេហើយនិយាយអញ្ចឹងតែប្រាក់លោកយកប្រមាណកូនប្រុសរបស់យើងក៏បានទៅវិញថាតើខ្ញុំអត់យកលុយទេតោះខាងខ្ញុំធ្វើទៀនទៅចាកូនស្រីរបស់យើងបន្ទាប់ពីលើគេនិយាយចឹងហើយក៏គាត់មានមុនអីច្រើនដែរគាត់ក៏អាតាមគេនឹងឯងបានបន្តែកូនស្រីរបស់យើងក៏បានពោលថាពេលណាទៅលើត្រឡប់ទៅផ្ទះវិញនេះយកជ្រៅខ្លាំងណាស់គ្រូប៉ែរបស់យើងក៏បានបកទៅវិញថាអ្នកណាគេអត់ដៃខ្ញុំមកអ្នកនឹងជួយខ្ញុំទៅវិញទៅកូនស្រីរបស់យើងគឺគាត់ប្រកាសយកតែហ្មងគឺគាត់និយាយថាអត់ទេព្រោះឥឡូវពុករបស់ខ្ញុំពងឲ្យឈឺអញ្ចឹងខ្ញុំត្រូវទៅជួយមើលថែគាត់ខ្ញុំអាចជួយលោកឯងទៅវិញបានទេលោកឯងទៅវិញនៅខ្លួនឯងទេកូនប្រុសរបស់យើងក៏គាត់ជាមនុស្សដែលយល់ស្ថានភាពផងដែរគាត់ក៏និយាយថាហ៎ចឹងក៏បានដែរតាធ្វើម៉េចយើងធ្វើល្អជាមួយគេប៉ុន្តែគេមើលមិនឃើញអំពើល្អរបស់យើងទេថែមទាំងដេញយើងឲ្យត្រឡប់ទៅផ្ទះវិញផងបន្ទាប់ពីនោះមកលោកគ្រូប៉ែរបស់យើងក៏បានត្រឡប់ទៅផ្ទះទៅឯកូនស្រីរបស់យើងចាំមើលគេហ្នឹងក៏លុយញ៉ាំផងដែរព្រោះខ្លាញ់នឹងចរិតបាប៉ែហ្នឹងខ្លាំងណាស់ហើយសារនៅភេទទី1របស់យើងក៏ចាប់តែប៉ុណ្្នឹងឯងអត់មាន sorry ផងបើសិនជាលេងរបស់អេដមីនសិនល្អអីដែលsangឯហ្នឹងគឺអេដមីនផ្ដាសាយ